ចាជំរាបសួរបងប្អូនថ្ងៃនេះផ្ទះខ្ញុំធ្វើអំពីស៊ុបមាន់ផងដែរចំពោះស៊ុបមាន់របស់ខ្ញុំគឺមានដូចជាខ្ញីពុតទាក្រហមយិនសិនគ្រាប់កូរជីនិងសរសៃមាសហើយជាមួយនឹងខ្ទឹមសផងដែរចាឥឡូវនេះទឹកស៊ុបរបស់យើងគឺបានពុះហើយតមកទៀតគឺខ្ញុំដាក់យិនសិនពុតទាក្រហមគ្រាប់កូរជីជាមួយនឹងសរសៃមាសចូលផងដែរចំពោះទឹកស៊ុបហ្នឹងគឺខ្ញុំដាក់មានតែគ្រឿងផ្សំម្សៅស៊ុបបន្តិចជាមួយនឹងអំបិលតែប៉ុណ្ណោះចាចំពោះទឹកស៊ុបរបស់យើងបើសិនជាបងប្អូនចូលចិត្តហឹរឡំបងប្អូនអាចដាក់ម្រេចបន្តិចក៏បានដែរចំពោះទឹកស៊ុបវិញគឺយើងរៀងរងាស់វាឲ្យយូរបន្តិចបងប្អូនដើម្បីយើងយកជាតិថ្នាំយិនសិនរបស់យើងដូចជាគ្រឿងផ្សំគ្រឿងពៅហ្នឹងគឺឲ្យវាចេញជីជាតិទៅគឺយើងហូបទៅកាន់តែឈ្ងុយឆ្ងាញ់និងរសជាតិកាន់តែល្អផងដែរចាអរគុណច្រើនបងប្អូនចំពោះការធ្វើម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជម្រាបលា